Okay, សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកអំពីគន្លឹះនៃការស្វែងរក topic ដែលយើងចូលរៀនដើម្បីពង្រឹងសមត្ថភាពរបស់យើងក្នុងករណីដែលអ្នកនរគ្នាចង់ពង្រឹងសមត្ថភាពរបស់អ្នកនរគ្នាឲ្យខ្លាំងឬក៏ចង់ស្វែងរកការងារធ្វើឬក៏ចង់ឲ្យupgrade position មានន័យថាតម្លើងតួនាទីឬក៏យើងប្រើនៅក្នុងការស្វែងរកការងារដែលបច្ចុប្បន្ននេះយើងនៅកម្រិត1យើងចង់ឡើងទៅកម្រិត2ចឹងចុះអញ្ចឹងយើងត្រូវធ្វើដំណេចចឹងតាក់ទិននេះខ្ញុំប្រើជារៀងរាល់ពេលដែលខ្ញុំធ្វើការ update ឬក៏ build នៅសមត្ថភាពរបស់ខ្ញុំគឺចំណុចដែលអ្នកនរគ្នាអាចរៀនពីខ្ញុំបានមិនមែនជាទ្រឹស្ដីប៉ុន្តែជាការអនុវត្តផ្ទាល់ដែលខ្ញុំមាននៅក្នុងការរកការងារធ្វើឬក៏ក្នុងការ build up capacity មានការពង្រឹងសមត្ថភាពរបស់ខ្ញុំឲ្យខ្លាំងពីមួយជំហានទៅមួយជំហានហើយវាពាក់ព័ន្ធជាមួយនឹងតួនាទីរបស់ខ្ញុំឬក៏មុខជំនាញរបស់ខ្ញុំផ្ទាល់តែម្ដងពេលខ្លះយើងមិនទាន់ដឹងថាតើមុខជំនាញអ្វីដែលយើងត្រូវរៀនមុខវិជ្ជាអីដែលយើងត្រូវតែទៅចូលរួមវគ្គបណ្ដុះបណ្ដាលដើម្បីធ្វើឲ្យយើងហ្នឹងកើនឡើងនៅកម្រិតមួយទៀតពេលខ្លះការចូលរៀនរបស់យើងហ្នឹងវាអត់ពាក់ព័ន្ធជាមួយនឹងមុខជំនាញឬក៏តួនាទីរបស់យើងបច្ចុប្បន្ននោះទេអញ្ចឹងក្នុងករណីដែលអ្នកនរគ្នាធ្វើការនៅក្នុង position មួយឬក៏តួនាទីមួយវាជារឿងសំខាន់ដែលអ្នកនរគ្នាឆ្លុះបញ្ចាំងពីការងារបច្ចុប្បន្នរបស់យើងហើយវាជារឿងសំខាន់ដែលអ្នកនរគ្នាមានគោលបំណងជាក់លាក់ណាមួយចង់ទៅឧទាហរណ៍ថានៅក្នុង position ដែលធ្វើការងារបច្ចុប្បន្ននេះគឺយើងនៅក្នុង position assistant ឧទាហរណ៍ admin assistant អញ្ចឹងសំណួរសួរថាតើយើងចង់ build capacity ឬក៏ចង់ពង្រឹងសមត្ថភាពរបស់យើងនឹងឡើងទៅ admin officer ឬក៏ admin coordinator ឲ្យមានភាពជាក់លាក់អញ្ចឹងណាទើបអាច build បានល្អតែបើសិនជាយើងអត់បាន build អត់បានមាន plan ច្បាស់លាស់ទេយើងពិបាកបន្តិចក្នុងការដែលយើង build អញ្ចឹងអ្វីដែលខ្ញុំធ្វើរាល់ពេលនោះគឺខ្ញុំចូលទៅក្នុង website បងធំនេះបងធំអូខេនៅពេលដែលខ្ញុំចូលទៅក្នុង website បងធំឬក៏ website ការងារអីផ្សេងៗណាមិនមែនតែបងធំតែមួយមុខប៉ុន្តែដោយសារតែនៅក្នុងបងធំខ្ញុំតែប្រើប្រាស់ដើម្បី build capacity របស់ខ្ញុំ build នៅជំនាញរបស់ខ្ញុំផ្ទាល់អញ្ចឹងឧទាហរណ៍ថាបច្ចុប្បន្នអ្នកនរគ្នានៅក្នុង position ណាមួយឧទាហរណ៍នៅក្នុងរដ្ឋបាលខ្ញុំចេះតែលើរដ្ឋបាលปุ๊បហើយឧទាហរណ៍នៅក្នុង admin assistant អញ្ចឹងយើងចង់មើល admin coordinator អញ្ចឹងយើង scroll មកទៀតមកនៅក្នុង category នេះឧទាហរណ៍ថាខ្ញុំនេះ assistant នេះទាក់ទងជាមួយនឹង admin នេះ admin supervisor អូខេអញ្ចឹងសំណួរសួរថាតើយើងចង់ build ឬក៏ចង់ពង្រឹងសមត្ថភាពរបស់យើងទៅ admin officer ឬក៏ admin coordinator អញ្ចឹងក្នុងករណីដែលអ្នកទាំងអស់គ្នាធ្វើការនៅក្នុង sector ជា agriculture ជាកសិកម្មឬក៏នៅក្នុងក្រុមហ៊ុនឬក៏នៅក្នុងអង្គការឬក៏ក្នុងស្ថាប័នរដ្ឋឬក៏អីចឹងអាហ្នឹងអ្នកនរគ្នារកទៅតាមបរិបទឬក៏ទៅតាម sector តាមដែលអ្នកនរគ្នាកំពុងតែនៅទៅគឺអ្នកនរគ្នានឹងអាចសម្រួលវាឲ្យត្រូវនឹងអាចរីកចម្រើនបានលឿនអញ្ចឹងឧទាហរណ៍ថាខ្ញុំធ្វើការនៅក្នុងវិស័យការងារជាអង្គការសង្គមស៊ីវិលជាឧទាហរណ៍ឬក៏ខ្ញុំឧទាហរណ៍នៅក្នុងឧទាហរណ៍ខ្ញុំធ្វើការបច្ចុប្បន្នខ្ញុំនៅក្នុង admin assistant អញ្ចឹងខ្ញុំចង់ធ្វើការងារនៅក្នុង admin officer ខ្ញុំចង់ឡើងកម្រិតមួយឧទាហរណ៍នៅក្នុងអង្គការនេះអង្គការ Good Neighbor នេះអញ្ចឹងប្រាក់ខែពី370ទៅដល់$500សម្រាប់ admin officer អញ្ចឹងឧទាហរណ៍ខ្ញុំចង់ឲ្យសមត្ថភាពរបស់ខ្ញុំទៅដល់ officer ដោយសារបច្ចុប្បន្នខ្ញុំកាន់ការងារ admin assistant ឧទាហរណ៍អញ្ចឹងអ្វីដែលយើងត្រូវធ្វើទី1គឺយើងទៅមើលទំនួលខុសត្រូវរបស់គាត់នេះ
yes expectation responsibility ចឹងនៅកន្លែងហ្នឹង អូខេអញ្ចឹងកន្លែងហ្នឹងដែលជាកន្លែងដែលយើងត្រូវមើលហើយនឹងកន្លែង requirement ចឹងសំណួរសួរថាតើមើលពីណាទៅណាទីមួយយើងមើលមួយមកទីមួយទំនួលខុសត្រូវគេហៅតាក់ទងជាមួយនឹង human resource management ការគ្រប់គ្រងធនធានមនុស្សយើងចេះហើយឬនៅបើសិនជាយើងអត់ទាន់ចេះទេបាទនៅក្នុងនេះ admin and human resource បាទអញ្ចឹងដោយសារតែមានពាក្យ HR នៅហ្នឹងអញ្ចឹងបានជាមាន human resource management អញ្ចឹង human resource management យើងមើលបន្តមកទៀត staff personnel management តមក ensure annual recruitment plan is taking place with a timely manners អញ្ចឹងនៅពេលដែលយើងមើលអញ្ចឹងមានន័យថាអ្វីដែលយើងកំពុងតែមើលគឺជា requirement គឺជា responsibility ដែលគេកំពុងតែត្រូវការបុគ្គលម្នាក់ហ្នឹងយកមកធ្វើការអញ្ចឹងយើងមើលទៀតតែ ensure require all document ចាអ្វីដែលត្រូវធ្វើអ្វីដែលត្រូវដល់នោះគឺតើទៅជាមួយ staff personnel management នៅក្នុង staff personnel management ហ្នឹងគឺយើងត្រូវដឹងអំពីដូចជា planning មានន័យថាផែនការឆ្នាំមួយឆ្នាំមានប្រមាណបាទយើងធ្វើការជាមួយនឹង cross ជាមួយ unit ផ្សេងៗហ្នឹងដើម្បីសួរថាផែនការវាពាក់ព័ន្ធច្រើនណាអញ្ចឹងយើងត្រូវមករកវគ្គណាមួយវគ្គសិក្សាណាមួយដើម្បីរៀនតាក់ទងជាមួយនឹង staff personnel management បើសិនជាមានយើងចូលរៀនទៅអត់ខុសទេអូខេអញ្ចឹងនៅពេលដែលយើងចូលរៀនវគ្គហ្នឹងហើយមានន័យថាយើងចេះណាមួយអូខេហើយបើសិនជាយើងមានវគ្គ human resource management នេះវាក្តោបទាំងអស់នេះទៀតកាន់តែល្អយើងរៀនមួយគឺយើងបានទាំងអស់អូខេដូចជា new staff integrities អូខេនៅក្នុងមានអីគេ to take lead and ensure every new staff and properly rank for this integrity in the team such as induction បាទអានេះ on board ណា on board staff on board មានតែបុគ្គលិកថ្មីយើងណែនាំគាត់មិនអញ្ចឹងណាអាហ្នឹងគឺជានីតិវិធីនៃការធ្វើការនៅកន្លែងការងារសុទ្ធតែម្ដងនេះដូចជាអត់បាក់អីទេ on the job training the lead agreement នេះតើតើជាមួយ job on board ដែរគាត់ថាជា provide orientation មាន staff បុគ្គលិកចូលមកយើងត្រូវណែនាំគេអំពី policy គោលការណ៍ផ្សេងៗហ្នឹងអូខេអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាចូលទៅមើលហើយអ្នកទាំងអស់គ្នាចង់បាន position ដែលគេហៅ position តើទៅជាមួយនឹង officer អញ្ចឹងយើងត្រូវមករៀនតើទៅជាមួយនឹង HR and admin officer អញ្ចឹងយើងដឹងច្បាស់មកថាយើងមករៀនអានេះមាន course អីខ្លីៗយើងត្រូវមករៀនអាហ្នឹងមួយទៅគឺយើងនឹងយល់ដឹងអំពីpart តូចៗហ្នឹងឥឡូវយើងចូលមកក្នុង admin តែវិញអញ្ចឹងនៅក្នុង admin យើងត្រូវចេះអីគេខ្លះអូខេតែហៅថាយើងចង់បានប៉ុណ្ណឹងយើងត្រូវយល់ដឹងអំពីគេដូចជាការគ្រប់គ្រងការិយាល័យនិងសន្តិសុខអូខេអញ្ចឹងយើងដឹងហើយឬនៅបើសិនជាយើងអត់ដឹងទេយើងត្រូវរៀនស្វែងរកនិងរៀនវគ្គខ្លីៗដែលយើងគិតថាវាពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងការិយាល័យនិងសន្តិសុខកន្លែងការងារតើតើជាមួយនឹង asset management ឬក៏ asset and equipment management ការគ្រប់គ្រងទ្រព្យសម្បត្តិរបស់អង្គភាពយើងចេះហើយឬនៅបើសិនជាយើងអត់ចេះទេយើងត្រូវស្វែងរកឬក៏រៀនវគ្គខ្លីៗពាក់ព័ន្ធជាមួយនឹងអូខេតើតើ filing system management អញ្ចឹងនៅក្នុងហ្នឹងយើងចេះហើយឬនៅអញ្ចឹងយើងសួរអញ្ចឹងរហូតសួរខ្លួនឯងថាយើងចេះអញ្ចឹងបើសិនអា part ណាដែលយើងចេះយើងប្រឹងប្រែងស្វែងរកបន្ថែមទៀតតែ part ណាដែលយើងអត់ចេះយើងត្រូវតែទៅរៀនវគ្គខ្លីឲ្យចំជាមួយនឹង part ហ្នឹងអញ្ចឹង procurement and logistic management ដែលយើងចេះហើយនៅបើសិនជាយើងអត់ទាន់ចេះទេយើងត្រូវតែអញ្ចឹងនៅពេលសរុបមកវិញនៅពេលដែលយើងរៀនអស់ហើយមានន័យថាយើង full យើងពេញសមត្ថភាពរបស់យើងពេញយើងមានទំនួលខុសត្រូវយើងអាចជាមនុស្សម្នាក់ដែលយល់ដឹងអំពីទំនួលខុសត្រូវនិងការងារដែលយើងត្រូវធ្វើហើយអញ្ចឹងនៅពេលដែលយើងទៅសម្ភាសយើងនឹងអាចឆ្លើយសំណួររបស់គេបានច្រើនហើយយើងក៏មានភាគរយច្រើននៅក្នុងការដែលជាប់ដែរហើយបន្តមកទៀតយើងត្រូវធ្វើអីយើងត្រូវមើលទៅលើ requirement របស់គេក្នុងករណីដែលយើងជាមនុស្សម្នាក់ដែលបានចប់នៅ bachelor យើងមានន័យថាយើងបានបន្ទុកនៅក្នុងតែបើសិនជាអត់ទេយើងមានបទពិសោធន៍
ចឹងណានេះខ្ញុំជាឧទាហរណ៍ណាយើងមានបទពិសោធន៍នៅក្នុង admin ឬក៏រដ្ឋបាលប្រហែលឆ្នាំតាក់ទងជាមួយនឹង knowledge administration and human resource អានេះវាអត់ជាបញ្ហាទេក៏ប៉ុន្តែអ្វីដែលយើងត្រូវធ្វើនោះគឺយើងត្រូវមានចំណេះដឹងចំណេះដឹងគឺដោយសារតែទាមទារឲ្យយើងរៀននៅខាងលើនេះណារៀននៅខាងលើនេះចឹងនៅពេលដែលយើងរៀនទៅចំណេះដឹងឲ្យមានការវាស់វែងអញ្ចឹងវា it's okay វាដូចជាអីទេដែលយើងត្រូវទាមទារឲ្យមានអី proof ចឹងណាវាអត់អីទេអញ្ចឹងនៅពេលដែលយើងចេះមានន័យថាហ្នឹងឆ្លងផុតមួយតាក់ទងជាមួយនឹង fluency in English computer and presentation skill like Microsoft Word Excel and PowerPoint អានេះអ្នកនរគ្នាត្រូវដាក់ចិត្តដាក់កាយរៀនដោយខ្លួនឯងជាមួយនឹងភាសាអង់គ្លេសជាមួយនឹង computer ជាមួយនឹងការជំនាញនៅក្នុងការធ្វើបទបង្ហាញជា Microsoft Word ជា Excel ឬក៏ PowerPoint អូខេហើយនៅក្នុងនោះមាន excellent organizational and communication skills អូខេចឹងនៅក្នុងហ្នឹងឲ្យយើងយល់អំពីកន្លែងហ្នឹង excellent នៅក្នុងការរៀបចំឬក៏នៅក្នុងការទំនាក់ទំនងអានេះយើងត្រូវយល់ដែរណាបាទនិយាយទៅតាក់ទងកន្លែងនេះវាមាន topic មួយចំនួនណាដែលតាក់ទងជាមួយនឹងcommunication professional អញ្ចឹងណាតាក់ទងជាមួយការទំនាក់ទំនងជា verbal ជា text ជាអីចឹង honesty and honesty house ចឹងនៅក្នុងនោះ honesty វាឆ្លុះបញ្ចាំងពី experience របស់យើងធ្វើការមួយកន្លែងទៅមួយកន្លែងហ្នឹងរយៈពេលយូរឬក៏រយៈពេលខ្លីដែលឆ្លុះបញ្ចាំងអំពីភាពស្មោះត្រង់របស់យើងអូខេក្នុងបទពិសោធន៍ working with non organization យើងមានបទពិសោធន៍ទេបើសិនជាយើងអត់មានទេយើងត្រូវរកបទពិសោធន៍ជា intern ជា volunteer បាទជាដៃគូអញ្ចឹងទៅអូខេ ability to work under pressure បាទ ability to work under pressure មានន័យថាអាចធ្វើការនៅក្រោមសម្ពាធមានន័យធ្វើការច្រើននៅក្នុងពេលតែមួយបានហើយយើងគិតធ្វើមិនបាទនៅក្នុងអ្វីនៅក្នុងការបកស្រាយរបស់ខ្ញុំនេះគឺវាឆ្លុះបញ្ចាំងពីអ្វីដែលខ្ញុំធ្លាប់ធ្វើពីមុនមកហើយវាទទួលបានជោគជ័យទោះបីជាយើងធ្វើមិនប្រកាសថាធ្វើភ្លាមឲ្យចប់ភ្លាមទេអានេះត្រូវការពេលវេលាយូរពេលវេលាពីមួយពេលទៅមួយពេលប៉ុន្តែអ្វីដែលខ្ញុំប្រាប់នេះគឺជាគន្លឹះនៅក្នុងការសម្រួចសមត្ថភាពរបស់យើងឲ្យត្រូវជាមួយអ្វីដែលយើងចង់បានតែម្ដងអត់អាចថាយើងចង់ធ្វើ admin officer តើយើងទៅរៀនអីផ្សេងដែលខុសពីអាហ្នឹងវាធ្វើឲ្យយើងហ្នឹងyeah it's okay ប៉ុន្តែវាដូចអត់សូវត្រូវប្រមាណទេវាអត់សូវត្រូវប្រមាណដែលគេកំពុងរកតែគេកំពុងតែរកបុគ្គលហ្នឹងមកបំពេញការងារឲ្យគេអញ្ចឹងសំខាន់អ្នកនរគ្នាអាចចូលមើលលេងហើយអាចរៀនតេស្តលេងបាទនៅក្នុងការធ្វើការពីមួយកន្លែងមួយកន្លែងគេតម្រូវផ្សេងគ្នានេះគ្រាន់តែខ្ញុំយកជាឧទាហរណ៍បើសិនជាអ្នកនរគ្នាចូលទៅកន្លែងផ្សេងមើលទៅមានកន្លែងផ្សេង requirement ផ្សេងអ្នកនរគ្នាអាចធ្វើការបត់បែនទៅតាមហ្នឹងធ្វើការសម្រេចចិត្តថាយើងធ្វើការនៅក្នុងវិស័យផ្នែកអង្គការសង្គមស៊ីវិលឬក៏យើងធ្វើការនៅក្នុងឯកជនអញ្ចឹងយើងទៅមើលការងារនៅក្នុងវិស័យហ្នឹងរៀងខ្លួនទៅហើយធ្វើការដាក់ផែនការ learn រៀនបាទព្រោះពេលខ្លះមុខវិជ្ជាមួយចំនួនហ្នឹងវាមិនសូវជាថ្លៃខ្លះណា50ខ្លះណា100ខ្លះណា150ខ្លះណា200ពីព្រោះវាបេះទៅតាមវាយោងទៅតាមមុខជំនាញខ្លះវាច្រើនវាតិចចឹងណាហើយការរៀបចំ resource ឬក៏ធនធានដែលគេផ្ដល់ឲ្យក៏ច្រើនដែរយ៉ាពេលខ្លះយើងគិតថាវាថ្លៃប៉ុន្តែសំណួរសួរមកវិញថានៅពេលដែលយើងចំណាយ100 200ហើយយើងបានចំណេះដឹងហើយយកចំណេះដឹងដើម្បីរកការងារចិញ្ចឹមយើងមួយជីវិតគឺវាមានអត្ថប្រយោជន៍ច្រើនណាស់បាទបើសិនជាយើងយកទៅទិញកៅអៅទិញស្បែកជើងក៏អស់ហើយណាស្លៀកតែមួយឆ្នាំគឺចាស់ហើយតែបើសិនជាយើងយក invest ទៅលើចំណេះដឹងមានន័យថាទោះបីមួយឆ្នាំក៏យើងនៅទទួលបានសញ្ញាបត្រហើយសញ្ញាបត្រហ្នឹងនឹងជួយឲ្យយើងហ្នឹងបង្កើតឱកាសឲ្យយើងហ្នឹងរកការងារបានធ្វើបានរយចាយបានចាយគ្រប់គ្រាន់ហ្នឹងណា
ហើយសម្រាប់ Vision នេះគឺ370ទៅ500វាទៅតាមកន្លែងខ្លះក៏ការងារច្រើនណាស់ប្រាក់ខែក៏ច្រើនកន្លែងខ្លះក៏ professional ក៏បានប្រាក់ខែច្រើនហើយកន្លែងខ្លះក៏វាទៅតាមតួនាទីទៅតាមbudget ដែលគេមានដែរអញ្ចឹងណាអញ្ចឹងកុំមើលប្រាក់ខែច្រើនពេកអីកំឡុងពេលដែលយើងកំពុងរកការងារធ្វើអញ្ចឹងយើងត្រូវមានការងារធ្វើសិនចាំយើងគិតរឿងការងារក្រោយទៀតបាទអរគុណច្រើនហើយនេះជាកិច្ចការម្លែករបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ